មុខឥឡូវកក្កដាដើរចូលទៀតដើរចូលធាក់ស្ដាំបាទកក្កដាកំពុងតែតម្រង់គោលដៅទៀតហើយបាទធាក់មួយសិនខាងស្ដាំរបស់កក្កដាហើយក៏ស្ដាំថែមឆ្វេងបាទលើកនេះដងខ្លួនតែម្ដងយ៉ាងមិនទៅហើយមួយដៃនេះអាញាកក្កដារាប់បាត់ទៅលើសេរីនគរបាទមួយដៃហើយមួយដៃទៀតបាទចូលដងខ្លួន 4 5 អាញាកក្កដារាប់6 7 8 បាទរាប់ដល់8អាចបន្តការប្រកួតបានបាទពេលវេលាគឺសល់មិនច្រើនទេបាទទឹកទី2អាចថាសេរីនគរទប់ជាប់ដល់ទឹក3តែកក្កដាដើរចូលសម្រុកបាទចង់ផ្ដាច់យកតែម្ដងត្រង់នេះឆ្វេងស្ដាំដួលទៀតហើយបាទសម្រាប់សេរីនគរអាញាកក្កដាគឺសម្រេចបញ្ឈប់តែម្ដងបាទខណៈដែលពេលវេលានឹងគឺសឹងតែចប់ទឹកទី2ដែរហើយបាទយ៉ាងណាអាញាកក្កដាសម្រេចបញ្ចប់មុនចប់ទឹកទី2បាទអញ្ចឹងយើងអាចឃើញបាទគឺពេជ្រកក្កដាពិតជាដណ្ដើមមកយកជ័យជំនះបាទស្ដារមុខមាត់យកទៅជូនមកលោកគ្រូពេជ្រសុផាន់ថ្ងៃនេះមក3នាក់យ៉ាងហោចណាស់បាទក៏មានឈ្នះម្នាក់